ពីពណ៌សភៅកម្ពុជាលើកទី12ឆ្នាំនេះគឺមានអារម្មណ៍ថាខុសពីឆ្នាំមុនដោយសារតែឥឡូវនេះពួកយើងដឹងហើយថាយើងកំពុងតែឆ្លងកាត់ជាមួយនឹងស្ថានភាពមួយដ៏លំបាកប៉ុន្តែក៏យើងនៅតែបន្តធ្វើចឹងហើយខ្ញុំចង់លើកទឹកចិត្តទៅអ្នកនរគ្នាណាគេដែលមានអារម្មណ៍ថាខ្លួនឯងអត់អាចធ្វើអីបានព្រោះអីយើងអត់អាចទៅជួយបងខាងវិរៈកងទ័ពបានណាខ្ញុំចង់លើកទឹកចិត្តអ្នកនរគ្នាថាអីដែលយើងអាចធ្វើបានឥឡូវនេះណាអ្នកនរគ្នាគួរតែខំព្យាយាមយកការឈឺចាប់យកការប្រឹងតស៊ូលះបង់របស់បងវិរៈកងទ័ពនឹងមកជាកម្លាំងចិត្តក្នុងការព្យាយាមដុសខាត់ចំណេះជំនាញខំប្រឹងពង្រឹងសមត្ថភាពបង្កើនបទពិសោធន៍ផ្សេងៗដើម្បីធ្វើឲ្យខ្លួនយើងនឹងខ្លាំងជាងមុនហើយយើងនឹងតតាំងគេជាមួយនឹងឥទ្ធិពលនៃការអប់រំហើយថ្ងៃនេះដែរខ្ញុំបានមកចូលរួមនៅក្នុងកម្មវិធីពិព័រណ៍សភៅកម្ពុជាលើកទី12ដែលគេធ្វើឡើង4ថ្ងៃពីថ្ងៃនេះទៅថ្ងៃទី11 12 13 14ពីម៉ោង10ព្រឹករហូតដល់ម៉ោង10យប់ហើយឆ្លៀតពេលហ្នឹងដែរខ្ញុំក៏បានទៅរកសភៅក្មេងៗមួយចំនួនដើម្បីបរិច្ចាគទៅកាន់មូលនិធិក្នុងការយកទៅចែកជូនជាមួយនឹងក្មេងៗដែលនៅតាមជំរំភាសឹកហ្នឹងព្រោះខ្ញុំគិតថាពួកគាត់ត្រូវការសភៅដែលគាត់អាចកំសាន្តបានផាត់ color គាត់អាចអានរឿងនិទានផ្សេងៗគាត់អាចលេង game អីផ្សេងៗនៅក្នុងសភៅហ្នឹងអញ្ចឹងណាហើយនៅក្នុងកម្មវិធីហ្នឹងផ្ទាល់បើសិនជាអ្នកធ្លាប់បានចូលរួមប្រហែលជាដឹងហើយថានៅនេះមានសភៅរាប់ម៉ឺនក្បាលរាប់ម៉ឺនចំណងជើងជាមួយនឹងអ្នកនិពន្ធល្បីៗផ្សេងៗដែលអ្នកគ្នាអាចមកចូលរួមបានហើយខ្ញុំចង់លើកទឹកចិត្តណាគេដែលបានធ្លាប់ចូលរួមពីមុនមកទេអាចមកសាកល្បងមើលបានក្រែងលោរោសភៅណាដែលយើងចូលចិត្តឃើញនៅហ្នឹងអីចឹងណាហើយខាងអមរិតក៏គេមានវត្តមាននៅក្នុងកម្មវិធីហ្នឹងដែរហើយខ្ញុំក៏ឆ្លៀតឈានចូលទៅកាន់ស្តង់អមរិតហ្នឹងដើម្បីបើកគណនីថ្មីគឺគណនីអមរិត Mobile ហ្នឹងឯងហើយក្រុមគាត់ក៏បានរៀបចំអីវ៉ាន់មួយចំនួនសម្រាប់ឲ្យខ្ញុំហ្នឹងទៅចូលរួមជាមួយនឹងមូលនិធិដើម្បីកុមារដែលនៅតាមជំរំភាសឹកគាត់មានចូលជាសភៅមានកបោបមាន color pad មានអីផ្សេងៗចឹងហើយខ្ញុំមានអារម្មណ៍ថារំភើបហើយសប្បាយចិត្តខ្លាំងមែនតើចង់អរគុណទៅកាន់អ្នកនរគ្នាដែលបានចូលរួមជាមួយខ្ញុំហើយជាចុងក្រោយក៏ខ្ញុំចង់រំលឹកអ្នកនរគ្នាដែរថាការចូលរួមបរិច្ចាគថវិកាដោយស្ម័គ្រចិត្តរបស់អ្នកនរគ្នាទោះបីជាតិចក្តីច្រើនក្តីគឺជាស្មារតីស្នេហាជាតិនិងបុព្វហេតុមនុស្សធម៌របស់យើងទាំងអស់គ្នាហើយខ្ញុំសង្ឃឹមថាយើងឆ្លងកាត់ពេលវេលាដ៏លំបាកនឹងទាំងអស់គ្នា